ពេលខ្លះក៏បាន500ថូ1000ថូតាមនឹងអីចឹងទៅក្នុងមួយខែប្រាក់ចំណេញដែលយើងហៅបានក្នុងមួយខែពេលខ្លះបើសិនយើងលក់អត់សូវដាច់បានប្រាក់ចំណេញ$1000 $1500 2000ទៅ$3000ក្នុងមួយខែនៅមិនឆ្ងាយប៉ុន្មានពីកំពង់ចម្លងអរិយខ្សាត់ក្រុងអរិយខ្សាត់ខេត្តកណ្ដាលមានសួនផ្កាកេសរកូលមួយកន្លែងដែលមើលពីក្រៅទៅប្រៀបដូចជាផ្ទះសាមញ្ញមួយតែតាមពិតទីនេះមិនត្រឹមតែជាលំនៅឋានសម្រាប់រស់នៅទេប៉ុន្តែជាសួនផ្កាកេសរកូលឬសួនផ្កាអ័រគីដេដែលប្រមូលផ្ដុំទៅដោយផ្កាកេសរកូលជាង200ប្រភេទមានទាំងពូជនៅក្នុងស្រុកនិងពូជនាំចូលហើយទីនេះគឺស្រីពៅ Orchid Garden ឬប្រាយជាភាសាខ្មែរថាសួនផ្កាកេសរកូលរបស់ស្រីពៅហើយនេះគឺអ្នកនាងខាន់ស្រីពៅជាម្ចាស់សួនផ្កាកេសរកូលនេះតែម្ដងផ្ដើមចេញពីក្តីស្រឡាញ់ចំពោះផ្កាកេសរកូលគាត់បានប្រែក្លាយសួនច្បារដ៏សាមញ្ញមួយនៅក្នុងផ្ទះទៅជាសួនផ្កាកេសរកូលទំហំជាងកន្លះហិកតាដែលប្រមូលផ្ដុំទៅដោយផ្កាកេសរកូលរាប់រយប្រភេទដាំបានច្រើនទៅអត់ដឹងយកទៅណាទេអញ្ចឹងក៏មានគិតថាហើយខ្ញុំអត់មានមុខរបរណារៀងធំអញ្ចឹងហើយយើងក៏គិតថាចង់បង្កើតមុខរបរមួយដើម្បីសម្រួលក្នុងជីវភាពគ្រួសារអញ្ចឹងក៏បង្កើតមុខរបរនេះឡើងលក់បានជិត10ឆ្នាំហើយប៉ុន្តែបើសិនជាការដាំនឹងយូរជាងនឹងទៀតដោយសារការស្រឡាញ់តាំងពីយូរយារណាស់មកហើយប៉ុន្តែគ្រាន់ថាពីមុនយើងអត់មានសម្បូរបែបដូចឥឡូវយើងមានផ្កាកេសរកូលសម្បូរបែបខ្លាំងមែនតើព្រោះដោយសារពូជប្រកាត់មានច្រើនឡើងអញ្ចឹងធ្វើឲ្យពូជផ្កាកេសរកូលមានច្រើនពណ៌ប្លែកៗស្អាតខ្លាំងមែនតើមានផ្កាកេសរកូលព្រៃកេសរកូលប្រកាត់ច្រើនប្រភេទតែប៉ុន្តែបើសិនជាកេសរកូលព្រៃដែលយើងបានអភិរក្សមានប្រហែលជិត200ប្រភេទដែលយើងយកមកដាំអភិរក្សនៅក្នុងសួននឹងហ្មងចង់បង្ហាញបងប្អូនពីកេសរកូលខ្មែរយើងនិយាយទៅជាភាសាខ្មែរកេសរកូលព្រះទំហឹងកេសរកូលនាគភ្លើងកេសរកូលមាត់ចាប់ស្វាយកេសរកូលមយូឆាត់កេសរកូលចងសក់កេសរកូលនាគភ្លើងអូយកេសរកូលច្រើនណាស់និយាយទៅដែលមានវត្តមាននៅទីនេះគឺច្រើនខ្លាំងមែនតើមិនថាពូជក្អូបពូជអត់ក្អូបពូជឆាប់ចេញផ្កានិងពូជក្រចេញផ្កាក៏មានសម័យ Digital ការលក់ដូរតាមបណ្ដាញសង្គមកាន់តែពេញនិយមហើយនេះក៏ជាផ្នែកមួយដែលជំរុញឲ្យម្ចាស់សួនផ្កាកេសរកូលរូបនេះអាចរកប្រាក់ចំណេញបានចន្លោះពី$1000ទៅ$3000នៅក្នុងមួយខែផ្កាដែលយើងដាំបានបើសិនជាពេលខ្លះក៏ភ្ញៀវមកដល់ទីតាំងពេលខ្លះក៏យើងលក់តាម social media មិនថារុក្ខជាតិផ្សេងទេផ្កាកេសរកូលរុក្ខជាតិផ្សេងពេលខ្លះលក់តាម event ទៅតាម event អញ្ចឹងពេលខ្លះក៏ live និយាយទៅការលក់វាធ្វើទីផ្សារអត់មានដែនកំណត់ទេបើសិនជាយើងធ្វើទីអញ្ចឹងអត់បានយើងធ្វើអីផ្សេងទៀតធ្វើវីដេអូធ្វើអីនិយាយអត់ចប់អត់ហើយទេនិយាយទៅវាអត់ទៀងខែខ្លះក៏លក់បានច្រើនទៅខែដែលលក់ចេញផ្កាច្រើនយើងក៏លក់បានច្រើនប៉ុន្តែបើសិនខែខ្លះចេញផ្កាបានតិចតួចយើងក៏លក់បានតាមនឹងដោយសារអតិថិជនគាត់ចង់បានតែផ្កាណាស្អាតរួចស្រេចគាត់ភាគច្រើនអត់សូវចង់យកទៅដាំអញ្ចឹងណានិយាយទៅជួបការលំបាកដែរមិនថាអត់ទេទី1ជំងឺនឹងមានជំងឺផ្សិតជំងឺអលួយដើមអីចឹងហើយទី2គឺអាកាសធាតុគឺបើសិនជាមេឃក្តៅខ្លាំងពេកធ្វើឲ្យយើងពិបាកក្នុងការដាំកេសរកូលខ្លាំងមែនតើមេឃក្តៅពេកមិនថាតែរុក្ខជាតិទេសូម្បីមនុស្សយើងក៏រៀងពិបាករស់នៅដែរអញ្ចឹងបើសិនជាសីតុណ្ហភាព27 30 30តិចតួចអញ្ចឹងហ្នឹងអូខេដាំបានប៉ុន្តែបើសិនជាក្តៅឡើងដល់40មិនមែនថាដាំអត់បានទេប៉ុន្តែវារៀងឆេះស្លឹកខូចស្លឹកអីតិចតួចតាមហ្នឹងក្នុងនាមជាស្ត្រីម្នាក់ដែលមានទាំងក្តីស្រឡាញ់និងឆន្ទៈខ្ពស់អ្នកនាងខាន់ស្រីពៅនឹងបោះជំហានទៅមុខកាន់តែវែងឆ្ងាយថែមទៀតដោយគ្រោងនឹងពង្រីកសួនផ្កាកេសរកូលនេះឲ្យកាន់តែធំហើយក៏នឹងរៀបចំឲ្យមានការបណ្ដុះបណ្ដាលសម្រាប់អ្នកដែលចង់រៀនពីរបៀបបង្កាត់ពូជនិងថែទាំផ្កាកេសរកូលផងដែរខ្ញុំនឹងបន្តមុខរបរនេះរហូតតទៅហើយនឹងពង្រីកឲ្យធំទៅជាងនឹងទៀតឆាប់នេះហើយយើងនឹងបើកបង្រៀនការដាំកេសរកូលដើម្បីចែករំលែកបទពិសោធន៍ទៅបងដែលគាត់អត់ចេះដាំទាំងអស់គ្នា
នៅផ្ទះមើលកូនអីអញ្ចឹងគាត់អាចដាំរុក្ខជាតិបដាមើលកូនបដាហើយយើងអាចលក់តាមប្រព័ន្ធ social media បានមិនបាច់ចាំមានហាងមានអីទេយើងអាចលក់បានណានិយាយឥឡូវគឺស្រួលលក់ខ្លាំងមែនតើដោយសារការលក់តាមប្រព័ន្ធ social media គឺងាយស្រួលហើយយើងបានថវិកាមកបានច្រើនទៀតអញ្ចឹងបងដែលនៅផ្ទះគាត់អាចលក់ផងមើលកូនផងបានអញ្ចឹងមិនត្រឹមតែយើងអាចរកចំណូលបានទេយើងក៏អាចជួយអភិរក្សផ្កាកេសរកូលដែលវាចិត្តនឹងផាត់ពូជហើយយើងបានជួយដល់សិស្សនិស្សិតដែលគាត់ត្រូវការគ្រាប់កេសរកូលនឹងយកទៅរៀនយើងក៏អាចជួយគាត់បានដោយសារពេលខ្លះខ្ញុំប្រកាសខ្ញុំប្រកាសដោយការក្តីស្រឡាញ់ពេលខ្លះដោយសារមានគ្រាប់អញ្ចឹងទៅគាត់ក៏សុំទៅរៀនបន្តខ្ញុំនឹងចែកម្លែកឲ្យហ្មង